នេះគឺជាព្រះរាជសារនៃសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនានិងសម្ដេចព្រះនរោត្តមសីហនុព្រះឧបយុរាជដែលព្រះអង្គទាំងពីរបានប្រទានដល់ជនរួមជាតិជាទីស្នេហារបស់ព្រះអង្គនៅពេលបញ្ចប់ព្រះរាជវិធីថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតព្រះមហាកញ្ចនកោដ្ឋព្រះរាជសារនេះខ្ញុំបានដកស្រង់ចេញពីកាសែតអ្នករាជានិយមដែលបានចេញផ្សាយកាលពីឆ្នាំ1960ថ្ងៃនេះទូព្រះបង្គំខ្ញុំសូមព្រះបរមរាជានុញ្ញាតរំលឹកនៅព្រះរាជសារដ៏មានអត្ថន័យដ៏ជ្រាលជ្រៅមួយនេះជូនបងប្អូនប្រិយមិត្តឲ្យបានជ្រាបព្រះរាជសារសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនានិងសម្ដេចព្រះនរោត្តមសីហនុឧបយុរាជមកដល់ជនរួមជាតិជាទីស្នេហាទាំងឡាយគឺព្រះសង្ឃព្រះរាជវង្សានុវង្សសេនាទាហានមន្ត្រីគ្រប់តំណែងពាណិជ្ជករប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រទាំងប៉ុន្មានដែលមានព្រះទ័យនិងមានចិត្តប្រកបដោយកតញ្ញូកតវេទីសទ្ធាជ្រះថ្លាបាននាំគ្រឿងអធិបរិក្ខានានានិងបច្ច័យមកចូលនៅក្នុងព្រះរាជវិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះករុណាព្រះមហាកញ្ចនកោដ្ឋឲ្យបានជ្រាបថាវត្ថុចំណូលបុណ្យរបស់ព្រះគុណម្ចាស់អស់លោកអ្នកដែលបានចូលបុណ្យនិងរាជទ្រព្យផ្ទាល់អង្គយើងខ្ញុំនេះបានចាត់ចែងក្នុងការបុណ្យយ៉ាងគ្រប់គ្រាន់បរិបូរណ៍ហើយឥឡូវនេះពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពក៏បានចប់ស្រេចអស់ហើយនៅមានសេសសល់បរិក្ខាវត្ថុនិងបច្ច័យជាច្រើនវត្ថុទាំងនោះយើងខ្ញុំទាំងពីរអង្គទុកបំរុងធ្វើបុណ្យបញ្ចុះព្រះបរមអធិនៅពេលខាងមុខតទៅបើនៅមានសល់ពីព្រះពិធីបុណ្យបញ្ចុះព្រះអធិទៀតគ្រឿងបរិក្ខាណាដែលមានសមណសារូបមានត្រៃជីវរជាដើមនោះនឹងបញ្ជូនទៅដាក់នៅមន្ទីរពេទ្យព្រះសង្ឃចំណែកបច្ច័យនឹងយកទៅជួសជុលវត្តសំពៅ5នៅឯបូកូដែលពុកបាក់ខូចខាតនៅក្នុងកាលអសន្តិសុខតាមសេចក្តីសុំរបស់ព្រះសង្ឃនាយកគណៈធម្មយុត្តដើម្បីជានិពន្ធកុសលចម្រើនផលដល់ជនរួមជាតិគ្រប់គ្នាជាអភិយោភាពតទៅយើងខ្ញុំទាំងពីរអង្គមានហឫទ័យពោពេញទៅដោយសោមនស្សជាពន្លឹកដល់ជនរួមជាតិទាំងអស់តីស្មោះស្ម័គ្រប្រកបដោយកតញ្ញូតាធម៌ចំពោះព្រះបរមសពព្រះករុណាព្រះមហាកញ្ចនកោដ្ឋសូមប្រគេនពរសព្វសាធុការដល់ជនរួមជាតិគ្រប់គ្នាថាដោយផលនៃបុញ្ញរាសីដ៏ថ្លៃថ្លានេះសូមឲ្យគ្រប់អង្គនិងគ្រប់គ្នាប្រាសចាករោគគាភៀធិចង្រៃឧបទ្រពគ្រប់បែបយ៉ាងហើយបានប្រកបដោយសុខភាពនិងលូតលាស់ដុះដាលក្នុងព្រះពុទ្ធសាសនាជានិរន្តរ៍តទៅចំណែកក្រហមទាំងប្រុសទាំងស្រីក្មេងចាស់សូមទេវតាទាំងឡាយជួយអភិបាលថែរក្សាឲ្យបានសុខកាយសប្បាយចិត្តគ្រប់ទិវារាត្រីមូលបុត្រភរិយាស្វាមីញាតិមិត្តបើប្រកបការចិញ្ចឹមជីវិតជាពាណិជ្ជកម្មឬកសិកម្មសូមឲ្យចម្រើនសមតាមបំណងកុំបីខានឡើយសត្រូវទាំងឡាយទោះចិត្តទោះឆ្ងាយសូមរលាយคล้ายជាមិត្តជិតស្និទ្ធស្នេហាគ្នាដោយស្មោះចំពោះដរាបដល់ជីវិតខ្សែហើយឃ្លាតឆ្ងាយអំពីភក្យានរាយនានាតទៅធ្វើនៅថ្ងៃទី1ខែកញ្ញាគ្រិស្តសករាជ1960ឡាយព្រះហស្ថលេខាដោយសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនានិងសម្ដេចព្រះនរោត្តមសីហនុឧបយុរាជ